ณะសូមលើកយកធម្មគុណបច្ចតាំងវេតិតពោវិញ្ញូហិតិមកបញ្យល់ដែលនៃសេចក្តីនៃធម្មគុណនេះបានស្រង់ចេញពីសភវិសុទ្ធមគ្គនិងសន្តិនុក្រមបាលីធម្មគុណគឺសំដៅដល់ប្រយោជន៍នៃព្រះធម៌គឺមគ្គ4ផល4និព្វាន1នេះឯងដែលហៅថាធម្មគុណបើបុគ្គលណាបានពិលត្រូវហើយបុគ្គលនោះតែបាននៅសេចក្តីសុខស្ងប់ពាក្យថាបច្ចតាំងវេតិតពោវិញ្ញូហិតិប្រែជារួមថាជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧក្ខិតញ្ញូបុគ្គលក៏បីដឹងក៏បីឃើញច្បាស់ក្នុងចិត្តនៃខ្លួនពាក្យថាបច្ចតាំងប្រែថាចំពោះខ្លួនប្រែថាក្នុងចិត្តនៃខ្លួនពាក្យថាវេតិតពោមកពីពាក្យថាវេតិតពៈប្រែថាក៏បីដឹងប្រែថាក៏បីជ្រាបប្រែថាក៏បីឃើញពាក្យថាវិញ្ញូហិវិញ្ញូហិតិមកពីពាក្យថាវិញ្ញូប្រែថាអ្នកប្រាជ្ញប្រែថាអ្នកប្រាជ្ញទាំងឡាយពាក្យថាឧក្ខិតញ្ញូបុគ្គលប្រែថាបុគ្គលដែលយល់ច្បាស់នៅធម៌ភ្លាមក្រោយពេលដែលបានស្ដាប់ពាក្យព្រានប្រដៅត្រឹមតែមួយគេថាយ៉ាងខ្លីប្រៀបដូចទៅនឹងការឈូកដែលដោះខ្ពស់ផុតពីទឹករងចាំទទួលពលឺថ្ងៃនិងរីកស្គុះស្គាយសំណួរសួរថាតើធម៌ណាដែលអ្នកប្រាជ្ញទាំងឡាយក៏បីដឹងក៏បីឃើញច្បាស់ក្នុងចិត្តនៃខ្លួនចម្លើយធម៌នោះគឺលោកកតរធម៌នោះឯងគឺមគ្គ4ផល4និព្វាន1សួរបន្តទៀតថាឃើញច្បាស់ក្នុងចិត្តនៃខ្លួនតើឃើញយ៉ាងម៉េចគឺថាអាត្មាអញគឺថាមគ្គអាត្មាអញបានចម្រើនហើយផលអាត្មាអញបានត្រាស់ដឹងហើយធ្វើជាគ្រឿងរលត់ទុកអាត្មាអញបានធ្វើឲ្យជាច្បាស់ហើយឃើញយ៉ាងនេះហើយហៅថាឃើញជាច្បាស់ក្នុងចិត្តនៃខ្លួនចឹងកណាសូមបន្ថែមបន្តិចសំណួរសួរថាតើធ្វើយ៉ាងម៉េចទើបមគ្គកើតឡើងចម្លើយជំហានទី1លោកអ្នកត្រូវមានសិលជាមុនសិនគឺត្រូវប្រព្រឹត្តកាយកម្ម3វិច័យកម្ម4ប្រចាំថ្ងៃឲ្យបានល្អជំហានទី2ត្រូវលោកអ្នកត្រូវកំណត់ដឹងនាមរូបរាល់ថ្ងៃរាល់ពេលគឺត្រូវកំណត់ដឹងថានេះជារូបនេះជានាមដោយលះបញ្ញត្តិចេញជំហានទី3លោកអ្នកត្រូវផ្គងចិត្តឡើងកាន់ត្រៃលក្ខណ៍ចំពោះនាមរូបដែលលោកអ្នកបានកំណត់ដឹងក្នុងជំហានទី2ឡើងកាន់ត្រៃលក្ខណ៍គឺការចម្រើនអនុបស្សនា3នោះឯងគឺចម្រើនអនិច្ចានុបស្សនាចម្រើនទុក្ខានុបស្សនានិងចម្រើនអនត្តានុបស្សនាត្រូវចម្រើនអនុបស្សនា3នេះរហូតដល់តែវិបស្សនាញាណកើតឡើងពេលវិបស្សនាញាណកើតឡើងពេញបរិបូរណ៍ហើយវាកាត់ផ្ដាច់កិលេសបានជាសមុច្ឆេទហៅថាមគ្គគឺអរិយមគ្គកើតឡើងហើយគឺកើតឡើងតាមលំដាប់មគ្គជាលទ្ធផលការចម្រើនជំហានទី1ធ្វើឲ្យសិលបរិសុទ្ធការចម្រើនជំហានទី2ធ្វើឲ្យសតិចាស់ខ្លាហើយការចម្រើនជំហានទី3នេះធ្វើឲ្យវិបស្សនាញាណនិងមគ្គកើតឡើងចឹងកណាសូមបញ្ចប់ត្រឹមប៉ុណ្ណេះ